ទីផ្សារមាសនៅថ្ងៃសុក្រទី11 ខែ 4 សម្រាប់ទីផ្សារមាសការប្រែប្រួលកាលពីម្សិលមិញកាលពីម្សិលមិញថ្ងៃគឺឃើញថាទីផ្សារឡើងច្រើនឡើងច្រើនហើយព្រឹកនេះដែរព្រឹកនេះទីផ្សារមាសក៏បន្តឡើងទៅលើទៀតដែរឡើងដល់តម្លៃ3220ឡើងមកច្រើនហើយយើងឃើញថាទីផ្សារបានឡើងទៅធ្លាយ resistance ឬក៏កំពូលចាស់គឺនៅតម្លៃ3166ដើម្បីទៅបង្កើតកំពូលថ្មីសម្រាប់ទីផ្សារមាសដូច្នេះក្នុងថ្ងៃសុក្រនេះក្នុងថ្ងៃសុក្រភាគរយទីផ្សារមាសអាចចុះមកវិញខ្លះសម្រាប់ទីផ្សារមាសអាចចុះមករកតម្លៃ3166ឬអាចចុះក្រោមនឹងអាចចុះមករកតម្លៃ3100សម្រាប់ទីផ្សារមាសអញ្ចឹងដោយសារតែទីផ្សារឡើងទៅខ្ពស់អញ្ចឹងទីផ្សារអាចបកចុះមកក្រោមវិញបកចុះមកក្រោមហើយអាចបន្តឡើងទៅលើទៀតទីផ្សារមាសនៅពេលព្រឹកនេះដែរពេលព្រឹកនៅម៉ោង 10:42 ម៉ោង 10:42 នេះយើងឃើញថាតម្លៃបច្ចុប្បន្ននេះគឺ3215អញ្ចឹងយើងមើលទៅលើ30នាទីដើម្បីរកឱកាសក្នុងការចូលផ្សារសម្រាប់តម្លៃបច្ចុប្បន្នគឺយើងអាចចូល sell បានហើយមកពេលព្រឹកបើយើង sell យើងអាចចំណេញខ្លីៗអីយើងអាចកាត់បានចំណេញខ្លីៗមកបងអាចកាត់បានដោយសារពេលព្រឹកនេះទីផ្សារមាសបើសិនជាចុះអាចចុះក៏មិនច្រើនដែរអាចចុះតិចតួចហើយឡើងទៅលើវិញរហូតដល់ម៉ោងអឺរ៉ុបយើងរងចាំលក់នៅម៉ោងអឺរ៉ុបក៏ល្អដែរម៉ោងអឺរ៉ុបបើសិនជាមាសចុះអាចចុះមកច្រើនម៉ោងអឺរ៉ុបទូម៉ោង2ម៉ោង3អីហ្នឹងបើសិនជាចុះអាចចុះមករកតម្លៃ3170 3170អីសម្រាប់ទីផ្សារមាសនៅម៉ោងអឺរ៉ុបដូច្នេះយើងដោយសារតែមាសឡើងទៅរឿងច្រើនហើយអញ្ចឹងយើងអាចរកក្នុងការចុះ sell បានតម្លៃបច្ចុប្បន្នគឺយើងអាច sell បានហើយយើងអាច sell បានទៀតនៅតម្លៃបើសិនជាមាសនៅតែបន្តឡើងទៀតយើងអាច sell បាននៅតម្លៃ3225 3235អញ្ចឹងតម្លៃខាងលើនេះគឺយើងអាចដាក់ sell limit បានសម្រាប់ទីផ្សារមាសចំណែកឯតម្លៃបាយបើយើងមើលពីក្រោមទៅយើងឃើញថាទីផ្សារមាសឡើងទៅច្រើនមែនតើហើយឡើងទៅខ្ពស់ដូច្នេះតម្លៃបាយយើងរងចាំតិចទៅតម្លៃបាយបើសិនជាទីផ្សារចុះមកច្រើនខ្ទង់30លេខអីគឺយើងអាចចុះបាយបានយល់អស់យើងរងចាំតិចទៅតម្លៃបាយយើងរងចាំបាយបាននៅតម្លៃខ្ទង់3165យើងអាចបាយបាននៅខ្ទង់3165ឬក៏166ហើយយើងអាចបាយបានទៀតនៅតម្លៃ3100គ្រាន់តែតម្លៃបាយរឿងឆ្ងាយបន្តិចរឿងឆ្ងាយហើយសម្រាប់បាយយល់យើងគួរតែកំណត់ SL ឲ្យបានច្បាស់លាស់ដោយសារតែទីផ្សារមាសឡើងទៅច្រើនបែបចេះបើយើងបាយយើងបាយនៅកំពូលចេះហើយយើងអាចបានដាក់ SL នៅពេលដែលមាសចុះមកយើងអាចជាប់ហូរនៅតម្លៃខ្ពស់អញ្ចឹងរាល់ការបាយយើងគួរតែកំណត់ SL ឲ្យបានច្បាស់លាស់ហើយនៅក្នុងថ្ងៃសុក្រចុងសប្តាហ៍នេះដែរព័ត៌មានក៏មានច្រើនគួរសមដែរព័ត៌មាននៅម៉ោង7កន្លះទាក់ទងនឹង PPI អញ្ចឹងព័ត៌មានខាងលើ Core PPI យើងមើលការព្យាករណ៍គេគឺ 0.3% តែនៅលើកមុនគឺដក 0.1% អញ្ចឹងព័ត៌មាននេះគេព្យាករណ៍ថាលុយដុល្លារល្អហើយព័ត៌មាន PPI ខាងក្រោមការព្យាករណ៍គេគឺ 0.2% តែនៅលើកមុនគឺ 0.0% អញ្ចឹងគេព្យាករណ៍ថាលុយដុល្លារល្អដូចគ្នាហើយព័ត៌មានខាងក្រោមនេះបើយើងមើលការព្យាករណ៍គេគឺ 54.0 ហើយតែនៅលើកមុនគឺ 57.0 អញ្ចឹងគេព្យាករណ៍ថាលុយដុល្លារអត់ល្អអញ្ចឹងគេព្យាករណ៍ថាលុយដុល្លារល្អ2និងអត់ល្អ1អញ្ចឹងយើងងាកទៅមើលព័ត៌មានកាលពីម្សិលមិញតិចទៅទាក់ទងនឹង CPI កាលពីម្សិលមិញគឺលុយដុល្លារចេញមកអត់ល្អទាំងអស់បានធ្វើឲ្យមាសឡើងមកច្រើនដូច្នេះព័ត៌មានក្នុងថ្ងៃសុក្រទី11នេះដែរបើសិនជាលុយដុល្លារចេញមកល្អទាំងអស់មាសអាចចុះមកច្រើនគួរសមក៏ប៉ុន្តែបើសិនជាលុយដុល្លារចេញមកអត់ល្អមាសអាចបន្តឡើងទៅលើទៀតហើយអាចចុះមកវិញខ្លះ
សម្រាប់បងប្អូនដែលចង់បើក account trade នៅ Black Bass អាចឆាតតាម Telegram 016 87 95 11